បាទសូមបងប្អូនមើលព្រះគម្ពីរជាមួយគ្នាបាទគម្ពីរម៉ាថាយជំពូក11អានចាប់ពីខទី1រហូតដល់ខទី19បាទម៉ាថាយជំពូក11ទំព័រ1254បាទបងប្អូនរកគម្ពីរឃើញហើយបាទសូមមើលជាមួយគ្នាខ្ញុំអានចាប់ពីខ1ទៅកាលព្រះយេស៊ូវបានផ្ដាំពួកសិស្សទាំង12នាក់រួចហើយនោះទ្រង់ក៏យាងចេញពីទីនោះដើម្បីនឹងទៅបង្រៀនហើយសម្ដែងក្នុងអស់ទាំងក្រុងរបស់គេរីឯយ៉ូហានដែលជាប់នៅក្នុងគុកគាត់បានឮពីការទាំងប៉ុន្មានដែលព្រះគ្រីស្ទទ្រង់ធ្វើហើយក៏ចាត់សិស្សគាត់ពីរនាក់ឲ្យទៅទូលសួរទ្រង់ថាតើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះឬត្រូវឲ្យយើងខ្ញុំចាំមួយអង្គទៀតមួយអង្គទៅទៀតព្រះយេស៊ូវទ្រង់មានបន្ទូលតបថាចូលទៅប្រាប់យូហានពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮហើយឃើញចោះគឺថាមនុស្សខ្វាក់បានភ្លឺមនុស្សខ្វិនបានដើររួចមនុស្សខ្លងបានជាស្អាតមនុស្សថ្លង់បានឮមនុស្សស្លាប់បានរស់ឡើងវិញហើយមនុស្សតលក្របានឮដំណឹងល្អផងមានពរហើយអ្នកណាដែលមិនរវិតចិត្តដោយព្រោះខ្ញុំកំពុងដែលអ្នកទាំងពីរនោះចេញទៅហើយនោះព្រះយេស៊ូវទ្រង់ដើមមានបន្ទូលនឹងពងមនុស្សពីយូហានថាតើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថានបានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអីតើបានទៅមើលអ្វីបានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអីមើលអស់អ្នកដែលពាក់អាវទន់ភ្លន់នោះសុទ្ធតែនៅក្នុងដំណាក់ស្ដេចទេចុះអ្នករាល់គ្នាបានទៅមើលអ្វីមើលហោរាឬអីមែនហើយខ្ញុំប្រាប់អ្នករាល់គ្នាថាគាត់ក៏លើសជាងហោរាផងត្បិតគឺពីរអ្នកនេះហើយដែលមានសេចក្តីចែងទុកមកថាមើលអញចាត់ទូតអញឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមកនោះគ្មានអ្នកណាបានធំជាងយូហានបាទីទេប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌នោះបានធំជាងគាត់ហើយតាំងតែពីគ្រាយូហានបាទីដរាបដល់គ្រាឥឡូវនេះនោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផងពីព្រោះអស់ទាំងហោរានិងក្រឹតវិន័យបានទាយដរាបមកដល់គ្រាលោកយូហានហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះនោះគឺលោកនេះហើយជាលោកអេលីយ៉ាដែលត្រូវមកអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះតើត្រូវឲ្យខ្ញុំធៀបមនុស្សដំណរមនុស្សនេះជាអ្វីគឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារដែលស្រែកទៅគ្នាវាថាយើងបានផ្លុំខ្លុយឲ្យឯងតែឯងមិនបានរាំយើងបានទួញទំនួញឲ្យឯងតែឯងមិនបានយំទេត្បិតយូហានបានមកមិនស៊ីមិនផឹកសោះតែគេថាគាត់មានអរិយចូលឯកូនមនុស្សបានមកទាំងស៊ីទាំងផឹកផងគង់តែគេថាមើលនេះជាអ្នកល្មោកស៊ីផឹកច្រើនជាមិត្តសម្លាញ់របស់ពួកយកពុននិងមនុស្សមានបាបប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវដោយផលដែលបង្កើតបាទអានត្រឹមខទី19បងប្អូនបាទនៅព្រឹកនេះគឺខ្ញុំបានគិតពីគម្ពីរម៉ាថាយជំពូក11ជាមួយបងប្អូនបាទពេលខ្ញុំបានគិតពិចារណាថានៅថ្ងៃអាទិត្យនេះខ្ញុំត្រូវអធិប្បាយអំពីអ្វីបាទអញ្ចឹងខ្ញុំចេះតែនឹកឃើញព្រះបន្ទូលនេះព្រះបន្ទូលនោះបាទមានថាព្រះបន្ទូលជាច្រើនដែលខ្ញុំទាំងគិតប៉ុន្តែក៏ឃើញថាតាមរយៈព្រះបន្ទូលនេះក៏ព្រះអង្គបានដឹកនាំចិត្តខ្ញុំហើយធ្វើឲ្យក្នុងចិត្តរបស់ខ្ញុំក៏ចង់បង្ហាញព្រះបន្ទូលនេះទៅដល់បងប្អូនទាំងអស់គ្នា
ចឹងដូចជានៅក្នុងគម្ពីរម៉ាថាយជំពូក11ដែលបងប្អូននឹងខ្ញុំបានអានបាទខ្ញុំសូមអានម្ដងទៀតនៅក្នុងខទី1ទៅកាលព្រះយេស៊ូវបានផ្ដាំពួកសិស្សទាំង12នាក់រួចហើយនោះទ្រង់ក៏យាងចេញពីទីនោះដើម្បីទៅបង្រៀនហើយសម្ដែងក្នុងអស់ទាំងក្រុងរបស់គេរីឯយូហានដែលជាប់ក្នុងគុកនៅក្នុងគុកគាត់បានឮពីការទាំងប៉ុន្មានដែលព្រះគ្រីស្ទទ្រង់ធ្វើហើយក៏ចាត់សិស្ស2នាក់ឲ្យទៅទូលសួរទ្រង់ថាតើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះឬត្រូវឲ្យយើងខ្ញុំចាំមួយអង្គទៅទៀតព្រះយេស៊ូវទ្រង់មានបន្ទូលតបថាចូលទៅប្រាប់យូហានពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮហើយឃើញចោះគឺថាមនុស្សខ្វាក់បានភ្លឺមនុស្សខ្វិនបានដើររួចមនុស្សខ្លងបានជាស្អាតមនុស្សថ្លង់បានឮមនុស្សស្លាប់បានរស់ឡើងវិញហើយមនុស្សទាល់ក្របានឮដំណឹងល្អផងមានពរហើយអ្នកណាដែលមិនរវិតចិត្តដោយព្រោះខ្ញុំបងប្អូនយើងបានគិតមើលអំពីលោកយូហាននៅក្នុងព្រះគម្ពីរលោកយូហានគឺជាមនុស្សម្នាក់ដែលព្រះគម្ពីរបានធ្វើបន្ទាត់ថាជាអ្នកដែលព្រះបានចាត់ឲ្យមកគឺដើម្បីធ្វើបន្ទាល់អំពីព្រះអង្គដែលត្រូវយាងមកប៉ុន្តែនៅពេលដែលយូហានគាត់ចាប់ផ្ដើមមានគ្រាមួយគឺត្រូវបានជាប់គុកពេលដែលយូហានជាប់គុកក្នុងចិត្តរបស់យូហានចាប់ផ្ដើមមានចិត្តច្របូកច្របល់បងប្អូនពេលដែលយើងរស់នៅក៏មានពេលដែលយើងមានបញ្ហាការលំបាកចិត្តយើងខ្ញុំចាប់ផ្ដើមមានចិត្តច្របូកច្របល់កើតឡើងមែនទេមែនទេបាទចឹងចាប់ផ្ដើមមានចិត្តច្របូកច្របល់កើតឡើងប្រកបជាមានគំនិតជាច្រើនដែលកើតឡើងនៅក្នុងចិត្តរបស់បងប្អូនក្នុងចិត្តរបស់ខ្ញុំចំពោះយូហាននៅពេលដែលយូហានគាត់បានត្រូវបានជាប់គុកទៅគឺធ្វើឲ្យក្នុងចិត្តរបស់គាត់ចាប់ផ្ដើមមានចិត្តដែលសង្ស័យថាតើព្រះគ្រីស្ទដែលយាងមកនោះពិតជាព្រះយេស៊ូវគ្រីស្ទនេះឬក៏ត្រូវឲ្យខ្ញុំរងចាំមួយអង្គទៀតមែនទេបាទពីព្រោះមើលនៅក្នុងគម្ពីរបាទម៉ាថាយជំពូក3នៅក្នុងខទី1ទៅបាទខ្ញុំសូមអាននៅគ្រានោះយូហានបាទីគាត់មកនៅក្នុងទីរហោស្ថានស្រុកយូដាកំពុងតែប្រកាសថាចូលឲ្យប្រែចិត្តចុះត្បិតនគរស្ថានសួគ៌ចិត្តមកចិត្តដល់ហើយពីអ្នកនេះហើយដែលហោរាអេសាយបានទីថាមានសម្លេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថាចូលរៀបចំផ្លូវទទួលព្រះអម្ចាស់ចូលតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះឯយូហាននេះគាត់ពាក់អាវរោមអូតហើយមានខ្សែក្រវ៉ាត់ស្បែកនៅចង្កេះក៏មានកណ្ដោបនិងទឹកឃ្មុំប្រេជាអាហារនោះពួកក្រុងយេរូសាឡឹមនិងពួកស្រុកយូដាទាំងអស់ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ៉ូដានគេចេញមកឯគាត់ក៏លន់តួបាបហើយទទួលបុណ្យជ្រមុជពីគាត់ក្នុងទន្លេយ៉ូដានទាំងអស់គ្នាតែកាលគាត់ឃើញពួកផារ៉ាស៊ីនិងពួកសាឌូស៊ីមកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរនោះក៏សួរគេថាអោពូជពស់វែកអើយតើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះបើយ៉ាងនេះចូលអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្តីប្រែចិត្តនោះចោះហើយកុំឲ្យគិតក្នុងចិត្តថាមានលោកអាប់រ៉ាហាំជាឪពុកខ្លួននោះឡើយត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអាប់រ៉ាហាំពីថ្មទាំងនេះក៏បានដែរប៉ុន្តែឥឡូវនេះពូថៅបានដាក់នៅឫសដើមឈើហើយដូច្នេះអស់ទាំងដើមឈើណាដែលកើតផ្លែមិនល្អនោះត្រូវកាប់បោះចោលទៅក្នុងភ្លើងឯខ្ញុំពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកពីព្រោះមានសេចក្តីប្រែចិត្តតែព្រះអង្គដែលយាងមកក្រោយខ្ញុំទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត
ខ្ញុំមិនគួរនឹងកាន់ខ្សែកាន់សុពណ៌បាតត្រង់ទេព្រះអង្គនោះនឹងធ្វើបន់ជំនុចឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធហើយនឹងភ្លើងវិញទ្រង់កាន់ចង្អេរនៅព្រះហស្ថទ្រង់នឹងបោះរំលែងទីលានទ្រង់ហើយនឹងប្រមូលស្រូវទ្រង់មកដាក់ក្នុងចង្រុកតែអង្កាមទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញនោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីលេមកឯយ៉ូហានត្រង់ទន្លេយ៉ូដានដើម្បីនឹងទទួលបន់ជ្រមុជពីគាត់តែយ៉ូហានប្រកែកថាដូចម្ដេចបានជាទ្រង់យាងមកឯទូបង្គំគឺទូបង្គំដែលត្រូវទទួលបន់ជ្រមុជពីទ្រង់វិញទេតើព្រះយេស៊ូវមានបន្ទូលថាចូលធ្វើម្ដងនេះចុះត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូចនេះរួចគាត់ក៏ព្រមធ្វើកាលព្រះយេស៊ូវបានទទួលបន់ជ្រមុជហើយនោះទ្រង់យាងឡើងពីទឹកភ្លៀមស្រាប់តែមេឃក៏របាក់ឡើងឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះយាងចុះមកដូចជាសត្វព្រាបក៏សន្ធិដ្ឋលើទ្រង់នោះមានឮសំឡេងចេញពីមេឃថានេះជាកូនស្ងួនភ្ងារបស់អញជាទីពេញចិត្តអញណាស់បាទបងប្អូនបើយើងមើលនៅក្នុងម៉ាថាយចំពុក3គឺបានបង្ហាញអំពីយូហានគឺជាមនុស្សម្នាក់ដែលកំពុងតែប្រកាសប្រាប់ថានគរស្ថានសួគ៌ជិតដល់ហើយមែនទេបាទគឺយូហានគាត់គឺជាមនុស្សម្នាក់ដែលកំពុងតែស្រ័យប្រកាសប្រាប់អំពីនគរស្ថានសួគ៌គឺត្រូវប្រែចិត្តហើយគាត់បានប្រាប់ថាគាត់បានធ្វើបុណ្យជ្រមុជដោយទឹកពីព្រោះមានសេចក្តីប្រែចិត្តមែនទេបងប្អូនបាទអញ្ចឹងជ្រមុជរបស់លោកយូហានគឺនិយាយអំពីការប្រែចិត្តអ្នកដែលទទួលស្គាល់ថាខ្លួនជាមនុស្សមានបាបពួកគេមកទទួលបុណ្យជ្រមុជពីលោកយូហានចឹងក្នុងព្រះគម្ពីរយើងបានឃើញថាមានពួកអាចារ្យពួកផារ៉ាស៊ីខ្លះក៏ពួកគេមកទទួលបុណ្យជ្រមុជពីលោកយូហានដែរហើយពួកសាដូស៊ីខ្លះក៏មកទទួលបុណ្យជ្រមុជពីលោកយូហានដែរមែនទេបាទប៉ុន្តែយូហានក៏បានប្រាប់ថាខ្ញុំពិតមែនធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកប៉ុន្តែមានព្រះអង្គមួយអង្គទៀតដែលទ្រង់គង់នៅមុនខ្ញុំទ្រង់ធំជាងខ្ញុំមែនទេព្រះអង្គនោះខ្ញុំមិនគួរនឹងកាន់ខ្សែសពបាតទ្រង់ផងព្រះអង្គនោះធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណនិងភ្លើងចឹងយូហានគាត់កំពុងតែប្រកាសប្រាប់អំពីសេចក្តីនេះចំពោះមនុស្សនៅក្នុងទន្លេយ៉ូដាននៅត្រង់ទន្លេយ៉ូដាននេះគឺគាត់បានបង្ហាញប្រាប់ថាមានព្រះអង្គដែលយាងមកមែនទេបាទប៉ុន្តែសកលមកឃើញថាព្រះយេស៊ូវក៏បានយាងមកឯយូហានដើម្បីឲ្យយូហានធ្វើបុណ្យជ្រមុជឲ្យដែរប៉ុន្តែយើងឃើញថាពេលដែលយូហានបានជួបជាមួយនឹងព្រះយេស៊ូវបានប្រាប់ឲ្យគាត់ធ្វើបុណ្យជ្រមុជទឹកនោះគឺយូហានប្រកែកមែនទេបងប្អូនហេតុអីបានជាយូហានប្រកែកបងប្អូនគិតមើលហេតុអីបានជាយូហានគាត់ប្រកែកពេលដែលព្រះយេស៊ូវប្រាប់ឲ្យគាត់ធ្វើបុណ្យជ្រមុជទឹកឲ្យតែយូហានប្រកែកមែនទេបងប្អូនណាដឹងសូមឆ្លើយមើលហេតុអីទៅបានជាគាត់ប្រកែកបងប្អូនទោះបីជានៅក្នុងព្រះគម្ពីរមិនបានបង្ហាញច្បាស់លាស់ក៏ដោយមែនទេតែបងប្អូនយើងគិតមើលថាព្រះអង្គគឺជាព្រះខ្ញុំគឺជាមនុស្សមែនទេយ៉ាងម៉េចអស់ខ្ញុំធ្វើបុណ្យជាមួយឲ្យព្រះអង្គបានវាមិនត្រូវទេមែនទេវាមិនស័ក្តិសមទេព្រះអង្គគឺជាព្រះទេតាខ្ញុំគឺជាមនុស្សយ៉ាងម៉េចទ្រង់ឲ្យខ្ញុំធ្វើបុណ្យជាមួយឲ្យព្រះអង្គបងប្អូនយូហានធ្វើបុណ្យជាមួយគឺនិយាយអំពីការប្រែចិត្តអ្នកណាដែលយល់ថាខ្លួនជាមនុស្សមានបាបត្រូវតែមកទទួលបុណ្យជ្រមុជពីលោកយូហានប៉ុន្តែព្រះយេស៊ូវមានបន្ទូលទៅចំពោះគាត់ថាម៉េចចូលធ្វើម្ដងនេះចុះត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលយ៉ាងនេះចំពោះយូហានឃើញថាយូហានព្រមធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវបងប្អូនបើសិនជាយូហានមិនបានយល់អំពីព្រះបន្ទូលដែលព្រះអង្គមានបន្ទូលចំពោះគាត់តើគាត់ព្រមទទួលធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវទេចឹងព្រះយេស៊ូវមានបន្ទូលថាចូលធ្វើម្ដងនេះចុះត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិតគឺយូហានត្រូវតែធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវមែនទេបងប្អូនបាទព្រះអង្គមានបន្ទូលចំពោះយូហានយ៉ាងដូចនេះ
ក្រោយមកយើងឃើញថាយូហានបានព្រមធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវក្រោយពីយូហានបានធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវហើយគម្ពីរបានសរសេរថាមេឃបានរបាក់ឡើងហើយឃើញព្រះវិញ្ញាណនៃព្រះបានយាងចុះមកសន្ធិដ្ឋលើព្រះយេស៊ូវដូចជាសត្វព្រាបក្រោយមកក៏បានឮសំឡេងចេញពីមេឃទៀតថានេះជាកូនស្ងួនស្ងៀមរបស់អញជាទីពេញចិត្តអញណាស់ការពិតព្រះអង្គក៏បានប្រាប់ឲ្យយូហានបានដឹងថាអ្នកដែលមានព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋអ្នកនោះហើយជាអ្នកដែលព្រះអង្គចាត់ឲ្យមកមែនទេបងប្អូនបាទអញ្ចឹងយូហានគាត់បានឃើញអំពីការនោះមែនទេបាទទ្រង់គឺជាព្រះគ្រីស្ទហើយបើយើងមើលនៅក្នុងគម្ពីរយូហានជំពូក1បាទសូមបងប្អូនមើលយូហានជំពូក1យូហានជំពូក1សូមអាននៅក្នុងខទី26ទៅដល់ខទី34បងប្អូនខ្ញុំអានខ26បាទយូហានឆ្លើយថាឯខ្ញុំធ្វើបុណ្យជ្រមុជដោយទឹកប៉ុន្តែនៅកណ្ដាលអ្នករាល់គ្នាពួកអ្នករាល់គ្នានោះមានព្រះអង្គមួយដែលអ្នករាល់គ្នាមិនស្គាល់គឺព្រះអង្គនោះហើយដែលមកក្រោយខ្ញុំតែបានគង់នៅមុនខ្ញុំមិនគួរនឹងស្រាយខ្សែសុពណ៌បាតទ្រង់ទេរីឯការទាំងនេះបានកើតមកនៅភូមិបេថានីនាយខាងនាយទន្លេយ៉ូដានជាកន្លែងដែលយូហានកំពុងតែធ្វើបុណ្យជ្រមុជទឹកលុះស្អែកឡើងយូហានឃើញព្រះយេស៊ូវដែលទ្រង់កំពុងតែយាងមកឯគាត់នោះក៏ពោលថានោះណកូនជាមនៃព្រះដែលដោះបាបមនុស្សលោកគឺពីព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាក្រោយខ្ញុំមានព្រះមួយអង្គយាងមកដែលបានត្រឡប់ជាមុនខ្ញុំត្បិតទ្រង់គង់នៅមុនខ្ញុំមិនបានស្គាល់ទ្រង់ទេតែខ្ញុំមកធ្វើបុណ្យជ្រមុជនេះគឺដើម្បីនឹងសម្ដែងឲ្យសាសអ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះយូហានក៏ធ្វើបន្តថាខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃមានរូបដូចជាព្រាបមកសន្ធិដ្ឋលើទ្រង់តែខ្ញុំមិនបានស្គាល់ទ្រង់ទេប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹកទ្រង់មានបន្ទូលមកខ្ញុំថាដែលឯងឃើញព្រះវិញ្ញាណយាងចុះមកសន្ធិដ្ឋលើអ្នកណាគឺអ្នកនោះហើយដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានឃើញមែនហើយក៏ធ្វើបន្តពីព្រះអង្គនោះថាទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែនទេបងប្អូនអញ្ចឹងយូហានក៏នៅក្នុងគម្ពីរយូហានជំពូក1គឺយូហានបានប្រកាសប្រាប់ថានោះណកូនជាមនៃព្រះដែលដោះបាបមនុស្សលោកមែនទេគាត់ធ្វើបុណ្យជ្រមុជទឹកនៅទន្លេយ៉ូដានតែថ្ងៃស្អែកឡើងព្រះយេស៊ូវយាងមកឯគាត់មែនទេហើយគាត់ក៏ប្រកាសប្រាប់ថាម៉េចនោះណកូនជាមនៃព្រះដែលដោះបាបមនុស្សលោកបានន័យថាពីម្សិលមិញយូហានបានធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវមែនទេបងប្អូនក្រោយពីយូហានបានធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវគឺយូហានបានឃើញមេឃបានរបាក់ឡើងហើយឃើញព្រះវិញ្ញាណនៃព្រះបានមកសន្ធិដ្ឋលើព្រះយេស៊ូវដូចជាសត្វព្រាបហើយព្រះអង្គបានប្រាប់ទីសម្គាល់ចំពោះយូហានថាអ្នកណាដែលអ្នកឃើញព្រះវិញ្ញាណមកសន្ធិដ្ឋគឺអ្នកនោះហើយមែនទេដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណចឹងយូហានគាត់បាននិយាយថាខ្ញុំអត់ស្គាល់ទ្រង់ទេតែខ្ញុំមកធ្វើបុណ្យជ្រមុជនេះគឺដើម្បីសម្ដែងឲ្យសាសអ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះមែនទេបងប្អូនចឹងយូហានគឺជាមនុស្សម្នាក់ដែលព្រះទ្រង់បានចាត់ឲ្យមកដើម្បីធ្វើទីបន្ទាល់ប្រាប់អំពីព្រះអង្គដែលត្រូវយាងមកថាព្រះអង្គនោះគឺជាកូនជាមនៃព្រះដែលដោះបាបរបស់មនុស្សលោកយើងបងប្អូននៅឆ្នាំ2004ខ្ញុំបានស្ដាប់ដំណឹងល្អខ្ញុំបានដឹងថាព្រះអង្គគឺជាព្រះដែលបានដោះបាបខ្ញុំហើយទោះបីជាកន្លងមកខ្ញុំបានស្ដាប់ព្រះបន្ទូលជំរានព្រះបន្ទូលជាច្រើនក៏ដោយចាប់តាំងពីឆ្នាំ2002រហូតដល់ឆ្នាំ2004ខ្ញុំបានរៀនព្រះគម្ពីរជាច្រើនប៉ុន្តែខ្ញុំមិនបានយល់ច្បាស់លាស់អំពីព្រះអង្គដែលបានសគត់នៅលើជាឆ្កាដោយព្រោះបាបរបស់ខ្ញុំទេនៅក្នុងចិត្តរបស់ខ្ញុំនៅតែរស់នៅរងទុក្ខវេទនាដោយព្រោះបាបដដែលបងប្អូនពេលដែលខ្ញុំបានគិតមើលអំពី
ចំណុចនេះក៏ដោយធ្វើឲ្យក្នុងចិត្តរបស់ខ្ញុំពិតជាមានចិត្តអរព្រះគុណចំពោះព្រះអង្គក៏ប៉ុន្តែពេលនោះក៏ក្នុងចិត្តរបស់ខ្ញុំមានចិត្តថាតើខ្ញុំជឿព្រះយេស៊ូវអាចចូលទៅឋានសួគ៌បានឬអត់តែអរព្រះគុណព្រះអង្គចម្លើយគឺមាននៅក្នុងពួកជំនុំដំណឹងល្អយើងតែលោកគ្រូមុនខ្ញុំសួរថាលោកគ្រូធ្វើម៉េចដើម្បីយើងដឹងថាយើងទៅឋានសួគ៌បានឥឡូវយើងជឿព្រះយេស៊ូវហើយមែនទេតែយើងធ្វើម៉េចដើម្បីយើងដឹងថាយើងទៅឯនគរឋានសួគ៌បានចម្លើយដែលគាត់ឆ្លើយប្រាប់ខ្ញុំថាមនុស្សយើងអត់ដឹងទេគឺមានតែព្រះដែលទ្រង់ជ្រាបបងប្អូនគោលបំណងរបស់ខ្ញុំជឿព្រះយេស៊ូវដើម្បីចង់ទៅឋានសួគ៌មែនទេចឹងលោកគ្រូដែលបានបង្រៀនខ្ញុំក៏គាត់ឆ្លើយថាមានតែព្រះទេដែលទ្រង់ជ្រាបអត់ដឹងថាមនុស្សណាដែលចូលទៅឋានសួគ៌បានមិនមានន័យថាម៉េចចំពោះគាត់អត់ដឹងដែរមែនទេចឹងបានន័យថាតើលោកគ្រូអាចទៅឋានសួគ៌បានអត់បើខ្ញុំសួរគាត់អញ្ចឹងគាត់ឆ្លើយថាម៉េចមានតែព្រះទេដែលជ្រាបមែនទេបងប្អូនចម្លើយដែលគាត់ឆ្លើយប្រាប់ខ្ញុំគឺយ៉ាងនេះតើអរគុណព្រះអង្គទោះបីជានៅក្នុងចិត្តរបស់ខ្ញុំមិនបានយល់ច្បាស់លាស់អំពីការជឿចំពោះព្រះអង្គតែដោយសារព្រះគុណរបស់ទ្រង់បានដឹកនាំខ្ញុំឲ្យបានជួបជាមួយនឹងពួកជំនុំដំណឹងល្អយើងធ្វើឲ្យក្នុងចិត្តរបស់ខ្ញុំបានដឹងច្បាស់លាស់ថាព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមកឯផែនដីនេះទ្រង់បានដោះបាបរបស់ខ្ញុំទ្រង់បានផ្ទុកអំពើបាបរបស់ខ្ញុំនៅលើព្រះអង្គហើយខ្ញុំក៏ជាមនុស្សលោកបើខ្ញុំជាមនុស្សលោកបាបរបស់ខ្ញុំព្រះយេស៊ូវដោះហើយតើខ្ញុំនៅតែជាមនុស្សមានបាបទៀតទេអត់ទេពាក្យថាដោះគឺបានន័យថាម៉េចមិនឲ្យជាប់មានទៀតទេមែនទេបងប្អូនបាទដូចជាមិញបងប្អូនស្រីវាសនាបានធ្វើទីបន្ទាល់អំពីប្អូនក្មួយប្អូនដោយសារតែបើកឡានបាទបុកគេឲ្យធ្វើឲ្យគេស្លាប់អញ្ចឹងត្រូវជាប់ពន្ធនាគារបងប្អូនពេលដែលយើងធ្វើខុសចំពោះច្បាប់បានន័យថាយើងត្រូវទទួលទោសមែនទេបងប្អូនទោះបីជាយើងរត់គេចយ៉ាងណាក៏ដោយបើយើងមានជាអ្នកដែលធ្វើខុសច្បាប់ហើយមិនអាចរួចខ្លួនទេមែនទេបាទពាក្យមួយដែលខ្មែរយើងថាម៉េចកុកវាអាចភ្លេចជង់ប៉ុន្តែជង់វាអត់អាចភ្លេចកុកបានទេមែនទេបាទបងប្អូនស្គាល់ជង់អត់ស្គាល់បាទបងប្អូនខ្លះប្រហែលជាអត់ស្គាល់បាទអញ្ចឹងគេថាកុកវាអាចភ្លេចជង់បានប៉ុន្តែជង់វាអត់អាចភ្លេចកុកបានទេបងប្អូនពេលដែលយើងធ្វើខុសច្បាប់អ្វីមួយចំពោះប្រទេសបានន័យថាយើងជាប់មានទោសហើយមែនទេបងប្អូនបាទតែបើសិនជាយើងសុខចិត្តពេលយើងខុសយើងទទួលទោសតាមដែលយើងធ្វើទៅមែនទេអ្នកខ្លះរត់មែនទេបងប្អូនបាទតែអ្នកខ្លះគាត់អត់រត់ទេគាត់ដឹងថាគាត់បានធ្វើខុសហើយឥឡូវគាត់បានសម្លាប់គេហើយបាទការពិតបងប្អូនបើយើងគិតពីការបើកបរពេលខ្លះយើងមើលអត់ឃើញទេមែនទេអានេះហៅថាដូចជាអ្នកខ្លះវាដោយចៃដន្យណាមិនមែនប៉ងប្រាថ្នាថាបុកសម្លាប់គេណាមែនទេតែបើសុកយើងបើកឡានស្រាប់មកម៉ូតូគេបើកមកចូលឡានយើងទៅបាទមែនទេបាទឬក៏យើងកំពុងតែជិះសុកស្រាប់ឡានគេបើកកិនយើងទៅអ្នកខ្លះគាត់ងុយដេកបើកបរបងប្អូនធ្លាប់ងុយដេកទេខ្ញុំធ្លាប់ជិះម៉ូតូក៏ងុយដេកដែរបាទជិះម៉ូតូពេលយើងធ្វើដំណើរឆ្ងាយបងប្អូនខ្ញុំធ្លាប់ងុយដេកពេលខ្លះជិះចង់ធ្លាក់ផ្លូវបាទដូចជាការខ្ញុំនៅបាត់ដំបងខ្ញុំជិះម៉ូតូទៅផ្សាយនឹងល្អនៅខាងព្រំដែនថៃខាងស្រុកភ្នំព្រឹកហើយនឹងសាពើលូនចឹងដោយសារតែពេលយប់ខ្ញុំប្រកបប្រាប់បន្ទូលជាមួយបងប្អូនដែលទៅហ្នឹងវាយប់ជ្រៅរហូតដល់ម៉ោង12ជិតម៉ោង1ហើយខ្ញុំឆ្ងល់ពួកគាត់ហ្នឹងសួររហូតដូចថាបងប្អូនថ្មីបាទគាត់សួរសំណួរហើយគាត់ដាក់កាហ្វេប្រហែលកញ្ចប់ដាំតែក្តៅដើម្បីផឹកកុំឲ្យងុយដេកបាទគាត់ធ្វើអញ្ចឹងណាបងប្អូនខ្ញុំសោះលោកគ្រូអត់ងុយដេកទេថាអត់អីទេលោកគ្រូបាទពេលនោះគាត់ជាគ្រូកងវាលដែរគាត់មានវិហារតូចមួយ
គាត់ថាលោកគ្រូអត់ងុយដេកខ្ញុំសួរគាត់ថាលោកគ្រូអត់ងុយដេកទេថាគាត់ថាអត់អីទេហើយគាត់មានសំណួរសួរយើងរហូតគាត់ឆ្ងល់ពីព្រះបន្ទូលណាអញ្ចឹងខ្ញុំក៏អត់អាចសុំថាអូលោកគ្រូខ្ញុំងុយដេកខ្ញុំទៅសម្រាប់បានទេអញ្ចឹងចេញពីកន្លែងគាត់នឹងមួយហើយព្រលឹមឡើងមកមួយកន្លែងទៀតហើយមួយកន្លែងទៀតស្រាប់បងប្រុសហ្នឹងទៀតរហូតដល់ម៉ោងប្រហែលជាម៉ោង12គាត់ដាក់កាហ្វេផងទៀតហើយសួរព្រះបន្ទូលបាទចាំបានថា2យប់ខ្ញុំទាំងអត់ល្ងយហើយចេញមកប្រកបព្រះបន្ទូលពេលនោះនៅជួបជាមួយនឹងបងស្រីរបស់បងប្អូនស្រីសាវីនៅខាងប្រាំងធ្លាក់ខ្ញុំចេញពីកន្លែងគាត់ប្រកបព្រះបន្ទូលហើយខ្ញុំមកភ្នំព្រឹកបាទដើម្បីប្រកបព្រះបន្ទូលមកកន្លែងទៀតតែពេលនោះស្រាប់តែខ្ញុំជិះម៉ូតូដោយមិនដឹងខ្លួនបិទភ្នែកបងប្អូនហើយចុះពីលើភ្នំព្រឹកហ្នឹងណាបាទអូយពេលដែលខ្ញុំដឹងខ្លួនណាបើដឹងខ្លួនដល់ពេលក្មេងអានអក្សរនៅសាលាឯកជនហ៎បាទភ្ញាក់ខ្លួនព្រើតបាទបងប្អូនពេលដែលយើងងុយដេកដូចថាបើកបពេលខ្លះដល់អត់ដឹងខ្លួនណាដូចចង់និយាយថាអត់ចង់ដេកទេមែនទេខំប្រឹងទប់បាទតែពេលខ្លះអាភ្នែកហ្នឹងបើកតែអាវិញ្ញាណនោះវាដេកបាត់បាទអញ្ចឹងវាអាចគ្រោះថ្នាក់ហើយបាត់បង់ជីវិតបានមែនទេបាទតែអរប្រគុណព្រះអង្គដែលទ្រង់ការពារខ្ញុំមានពេលអញ្ចឹងហើយក៏មានពេលដែលធ្លាប់បើកប៊ីបុកលម៉កអ្នកដើរទិញអេតចាយហ៎បាទពេលនោះខាងនោះខ្ញុំនៅកំពង់ចាមខ្ញុំជិះម៉ូតូពីភ្នំពេញទៅដល់ស្រុកព្រៃឈរផ្សារព្រៃឈរហ្នឹងបាទស្រុកអ៊ីនោះគាត់កំពុងអូសរទេសអេតចាយនៅតាមផ្លូវហ្នឹងស្រុកខ្ញុំក៏ងុយដេកដែរថ្ងៃនេះបងប្អូនពេលនោះខ្ញុំចាប់ប្រាំងប្រហែលជានៅសល់2ទឹកទេបោះគាត់ដែរដឹងខ្លួនឡើងភ្ញាក់ព្រើតហ្មងបាទហើយពេលនោះដប់ប្រពន្ធហើយកូននៅពីក្រោយទៀតបាទអញ្ចឹងមានពេលអញ្ចឹងបងប្អូនអញ្ចឹងការគ្រោះថ្នាក់យើងមើលអត់ឃើញទេពេលខ្លះខ្ញុំត្រូវដូចថាមានអ្នកដែលស្លាប់ត្រូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងទៅគឺមិនមែនដោយចេតនាទេមែនទេបងប្អូនអ្នកខ្លះអាចបើកឡានទៅអាចខូចប្រាំងអីចឹងទៅឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងក៏អាចមានគ្រោះថ្នាក់កើតឡើងដែរប៉ុន្តែបើសិនជាយើងធ្វើខុសគឺបានន័យថាយើងឈរចំពោះមុខច្បាប់អាហ្នឹងប្រហែលជាគេសម្រាលទោសឲ្យជាងមែនទេតែបើសិនជាយើងរត់ប្រហែលជាគេកាន់តែតម្លើងទោសមិនដឹងខ្ញុំមិនដឹងដែរគេធ្វើអញ្ចឹងអត់បងប្អូនបាទបើរត់បាត់គ្រួសារដោះស្រាយបាទអញ្ចឹងបងប្អូនពេលដែលខ្ញុំគិតមើលអំពីចំពោះការដែលយើងខ្ញុំជាមនុស្សដែលកើតមកយើងដឹងថាយើងជាមនុស្សដែលមានបាបប៉ុន្តែខ្ញុំបានដឹងថាកន្លងមកទោះបីជាខ្ញុំបានដឹងថាព្រះយេស៊ូវទ្រង់សគត់នៅលើឈើឆ្កាងបាទប៉ុន្តែខ្ញុំមិនបានយល់ច្បាស់លាស់អំពីសេចក្តីនេះទេទោះបីជាខ្ញុំបានរៀនព្រះគម្ពីរខ្ញុំបានអានព្រះគម្ពីរបងប្អូនទោះបីជាខ្ញុំមិនមែនជាមនុស្សពូកែអានគម្ពីរក៏ដោយតែពេលនោះខ្ញុំបាននឹងចាំថាខ្ញុំអានគម្ពីរចប់មួយដងតាំងពីគម្ពីរលោកុបាទរហូតដល់គម្ពីរវិវរណៈក៏ពិត2ឆ្នាំបានអត់អានគម្ពីរចប់ម្ដងមិនមែនអ្នកបកកែអានទេមែនទេមានថាមានពេលខ្លះអានមានពេលខ្លះអត់បាទតែមុនខ្ញុំទទួលសេចក្តីសង្គ្រោះខ្ញុំអានចប់មួយដងបាទតែទោះបីជាខ្ញុំអានព្រះគម្ពីរក៏ដោយបងប្អូនដូចជាគ្មានព្រះបន្ទូលណាដែលវានៅក្នុងចិត្តរបស់ខ្ញុំទេតែខគម្ពីរដែលខ្ញុំចាំមានតែគម្ពីររ៉ូមជំពូក3ខ23បងប្អូនគ្រប់គ្នាចាំអញ្ចឹងមែនទេបងប្អូនដែលធ្លាប់ទៅព្រះវិហារហើយនឹងយូហានជំពូក3ខ16ឯងមែនទេតែទោះបីជាចាំខគម្ពីរនឹងក៏ដោយសួរថាក្នុងចិត្តយល់ច្បាស់លាស់ទេអត់ច្បាស់ដោយគ្រាន់តែចងចាំចំណេះវិជ្ជាខាងព្រះគម្ពីរតែក្នុងចិត្តអត់មានសេចក្តីជំនឿដ៏ពិតប្រាកដទេចឹងហើយបានជាមាត់របស់ខ្ញុំមិនអាចនិយាយថាខ្ញុំជាមនុស្សសុចរិតបានទេបងប្អូនគ្មានអ្នកណាសុចរិតសូម្បីតែម្នាក់ក៏អត់មានផងមែនទេបងប្អូនបើមើលការប្រព្រឹត្តរបស់យើងខ្ញុំតើយើងខ្ញុំជាមនុស្សសុចរិតនៅចំពោះព្រះអង្គទេអត់ទេយើងខ្ញុំយ៉ាងម៉េចអាចនិយាយថាយើងជាមនុស្សសុចរិតប៉ុន្តែបើយើងមើលតាមព្រះគម្ពីរបានសរសេរថាព្រះអង្គបានដោះបាបរបស់មនុស្សលោកយើងមែនទេ
មែនទេបងប្អូនចឹងបើព្រះអង្គដោះបាបបងប្អូនបាបខ្ញុំហើយតើបងប្អូនជាមនុស្សសុចរិតឬមួយជាមនុស្សមានបាបកាពិតបាបយើងត្រូវជាអ្នកដែលទទួលខុសត្រូវមែនទេមែនទេប៉ុន្តែព្រះយេស៊ូវទ្រង់បានយាងមកគឺដើម្បីដោះបាបយើងចេញគឺគម្ពីរបានសេថាព្រះអង្គបានផ្ទុកបាបរបស់យើងនៅលើព្រះអង្គមែនទេហើយទ្រង់បានសគត់នៅលើឈើឆ្កាងដើម្បីឲ្យយើងខ្ញុំបានត្រឡប់ទៅជាមនុស្សសុចរិតគឺព្រះយេស៊ូវទ្រង់ត្រូវតែមកដោះបាបយើងទទួលបាបរបស់យើងខ្ញុំនៅលើព្រះអង្គចឹងលោកយូហានគាត់បានប្រកាសប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាខ្ញុំមិនបានស្គាល់ទ្រង់ទេតែខ្ញុំមកធ្វើបុណ្យជាមួយនេះគឺដើម្បីសម្ដែងឲ្យស្គាល់ដើម្បីឲ្យពួកអ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះមែនទេទ្រង់បានមានបន្ទូលចំពោះយូហានបាទខ្ញុំសូមអានម្ដងទៀតមើលនៅក្នុងខទី32យូហានក៏ធ្វើបន្តថាខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃមានដូចជាសត្វព្រាបក៏សន្ធិដ្ឋលើទ្រង់ខ្ញុំមិនបានស្គាល់ទ្រង់ទេប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹកទ្រង់មានបន្ទូលមកខ្ញុំថាដែលឯងឃើញព្រះវិញ្ញាណយាងចុះមកសន្ធិដ្ឋលើអ្នកណាគឺអ្នកនោះហើយដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានឃើញមែនហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថាទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែនអាមែនបងប្អូនគឺគាត់បានធ្វើបន្តថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះពិតមែនប៉ុន្តែពេលមើលគម្ពីរម៉ាថាយជំពូក11ពេលដែលយូហានជាប់គុកយូហានចាប់ដើមមានចិត្តច្របូកច្របល់មែនទេមែនទេបងប្អូនធ្លាប់មានសេចក្តីសង្ស័យពីសេចក្តីសង្គ្រោះខ្លួនឯងទេតើព្រះអង្គជាព្រះដែលលួសបាបខ្ញុំមែនទេធ្លាប់មានចិត្តអញ្ចឹងទេបងប្អូនខ្លះណាខ្លះធ្លាប់មានសូមលើកដៃមើលបាទន័យថាខ្ញុំក៏មានចិត្តអញ្ចឹងដែរកន្លងមកធ្លាប់មានចិត្តអញ្ចឹងបងប្អូនពេលដែលយើងជួបមានបញ្ហាការលំបាកនៅក្នុងជីវិតរបស់យើងគឺក្នុងចិត្តកើតមានចិត្តដែលសង្ស័យចំពោះព្រះអង្គតែបងប្អូនអើយពេលដែលយើងខ្ញុំរស់នៅមិនមានបញ្ហាការលំបាកពេលខ្លះមាត់របស់យើងតែងតែសរសើរដំកើងចំពោះព្រះអង្គនិយាយថាទ្រង់គឺជាព្រះគ្រីស្ទពិតមែនមែនទេមែនទេបងប្អូនទ្រង់ពិតជាបានយាងមកផែនដីដើម្បីដោះបាបខ្ញុំពិតមែនខ្ញុំគ្មានបាបទៀតទេខ្ញុំសុចរិតហើយដោយសារព្រះយេស៊ូវប៉ុន្តែពេលដែលក្នុងជីវិតជួបបញ្ហាការលំបាកអ្វីមួយកើតឡើងពេលខ្លះកើតមានចិត្តដែលសង្ស័យចំពោះព្រះអង្គតើទ្រង់ពិតជាព្រះដែលទ្រង់ជួយសង្គ្រោះខ្ញុំពិតមែនឬតើទ្រង់ពិតជាបានសង្គ្រោះខ្ញុំជាមនុស្សដែលមានបាបខ្ញុំពិតជាមនុស្សសុចរិតពិតមែនឬបងប្អូនអើយចំពោះលោកយូហានបើយើងគិតមើលអំពីលោកយូហានគឺជាមនុស្សម្នាក់ដែលព្រះអង្គបានចាត់ឲ្យមកការពិតយូហានក៏មិនមែនកើតមកតាមចិត្តរបស់ខ្លួនឯងដែរមែនទេបងប្អូនតើយូហានបាទីកើតមកតាមចិត្តរបស់ខ្លួនគាត់ទេបើមើលក្នុងព្រះគម្ពីរគឺជាមនុស្សម្នាក់ដែលព្រះបានចាត់ឲ្យមកហើយឈ្មោះលោកយូហាននេះក៏មិនមែនជាឈ្មោះដែលមនុស្សដាក់ឲ្យដែរមែនទេបងប្អូនចាំទេពេលយូហានកើតមកយូហានជាកូនរបស់អ្នកណាបាទសូមមើលគម្ពីរប្រហែលជាបងប្អូនខ្លះអត់ដឹងបាទសូមមើលគម្ពីរលូកាជំពូក1បាទលូកាជំពូក1បាទលូកាជំពូកទី1បាទខ្ញុំអានចាប់ពីខទី5ទៅបងប្អូនបាទចាប់ពីខ5លូកាជំពូក1ខ5ទៅកាលនៅរាជហេរ៉ូតជាស្ដេចស្រុកយូដានោះមានសង្ឃមួយក្នុងពួកលោកអាប៊ីយ៉ានាមសាការីប្រពន្ធឈ្មោះអេលីសាបេតជាពូជលោកអេរ៉ុនអ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះបានកាន់តាមក្រិតក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មានឥតកន្លែងបន្ទោសបានទេលោកគ្មានកូនសោះត្បិតអេលីសាបេតជាស្ត្រីអាហើយទាំងប្តីប្រពន្ធក៏ចាស់ណាស់ផងរីឯតាមទម្លាប់ការងារពួកសង្ឃដែលគេចាប់ឆ្នោតនោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហារនៃព្រះអម្ចាស់កាលកំពុងតែធ្វើ
ការងារនៃពួកសង្ឃនៅចំពោះព្រះតាមវេនលោកហើយបណ្ដាមនុស្សដែលនៅខាងក្រៅកំពុងតែអធិដ្ឋាននៅវេលាដុតគ្រឿងក្រអូបនោះមានទេវតានៃព្រះអម្ចាស់លេចមកឈរខាងស្ដាំនៃអាសនៈគ្រឿងក្រអូបឲ្យលោកឃើញកាលសាការីឃើញទេវតាហើយលោកក៏ភ័ន្តភាំងហើយកើតមានសេចក្តីភ័យខ្លាចប៉ុន្តែទេវតានិយាយថាកុំខ្លាចអីសាការីអើយព្រោះពាក្យដែលលោកទូលអង្វរនោះបានទទួលហើយឯអេលីសាបេតប្រពន្ធលោកនឹងបង្កើតកូនប្រុសមួយឲ្យលោកត្រូវឲ្យវាមានឈ្មោះថាយូហានលោកនឹងមានសេចក្តីរីករាយនិងសេចក្តីអំណរហើយមនុស្សជាច្រើននឹងអសាទរក្នុងការដែលវាកើតមកនោះត្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់វានឹងមិនផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងទេវានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធតាំងតែពីផ្ទៃម្ដាយមកវានឹងបង្វិលពួកកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ជាព្រះនៃគេវិញវានឹងនាំមុខត្រង់ដោយនៅវិញ្ញាណហើយនឹងអំណាចរបស់លោកអេលីយ៉ាដើម្បីនឹងបំបែចិត្តពួកឪពុកមកឯកូននិងពួកចចេះមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញប្រយោជន៍នឹងរៀបចំមនុស្សមួយពួកទុកជាស្រេចសម្រាប់ជារាជរបស់ព្រះអម្ចាស់បាទខ្ញុំសូមអានប៉ុណ្ណឹងបាទបងប្អូននៅក្នុងគម្ពីរលូកាជំពូក1គឺបានបង្ហាញអំពីលោកយូហានជាកូនរបស់អ្នកណាមែនទេបាទអញ្ចឹងលោកយូហានគឺជាកូនរបស់សាការីម្ដាយឈ្មោះអេលីសាបេតតែបើយើងមើលតាមព្រះគម្ពីរទាំងប្តីប្រពន្ធពីរនាក់ជាមនុស្សចាស់ហើយមែនទេអេលីសាបេតជាស្ត្រីអាចំពោះសាការីគាត់បានទូលអង្វរសុំចំពោះព្រះអង្គតែទ្រង់ក៏នឹកចាំមែនទេពាក្យដែលលោកទូលបង្វរបានទទួលហើយមើលអេលីសាបេតប្រពន្ធលោកនឹងបង្កើតកូនប្រុសមួយឲ្យលោកហើយលោកត្រូវឲ្យវាឈ្មោះថាយូហានមែនទេបងប្អូនវាកើតមកវានឹងបានជាធំនៅចំពោះព្រះអម្ចាស់បាទនៅក្នុងខទី15ត្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់វានឹងមិនផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងទេវានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធតាំងតែពីផ្ទៃម្ដាយមកបាទបងប្អូនគឺយូហានបានកើតមកគឺជាអ្នកធំនៅចំពោះព្រះអង្គមែនទេចឹងនៅក្នុងគម្ពីរដែលយើងបានអាននៅថ្ងៃនេះនៅក្នុងម៉ាថាយជំពូកទី11នោះក៏ព្រះយេស៊ូវបានធ្វើបន្ទាល់ពីលោកយូហាននេះដែរបាទសូមបងប្អូនមើលត្រឡប់មកវិញមើលបាទជំពូក11ដែលយើងអានមិញសូមមើលនៅក្នុងខទីខទី10ខ11បងប្អូនបាទខ្ញុំសូមអានពីខត្បិតគឺទីអ្នកនេះហើយដែលមានសេចក្តីចែងទុកមកថាមើលអញចាត់ទូតអញឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបរ្ដាមនុស្សដែលកើតពីស្ត្រីមកនោះគ្មានអ្នកណាបានធំជាងយូហានបាទីសទេប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌នោះបានធំជាងគាត់ហើយបងប្អូននៅត្រង់កន្លែងនេះព្រះយេស៊ូវទ្រង់បានធ្វើបន្ទាល់ប្រាប់ទៅចំពោះអ្នកដែលទ្រង់បានបង្រៀនពីព្រោះទ្រង់កំពុងតែបង្រៀនព្រះបន្ទូលមែនទេមានអ្នកដែលកំពុងតែស្ដាប់ព្រះបន្ទូលពីព្រះអង្គគឺទ្រង់បានបង្ហាញថាគឺពីអ្នកនេះហើយដែលមានសេចក្តីចែងទុកមកថាមើលអញចាត់ទូតអញឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមកគ្មានអ្នកណាធំជាងលោកយូហានបាទីសទេហើយយើងមើលក្នុងខខាងក្រោមទៀតខ12តាំងតែពីគ្រាយូហានបាទីសដរាបដល់គ្រាឥឡូវនេះនោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផងពីព្រោះអស់ទាំងហោរានិងក្រឹតវិន័យបានទាយដរាបដល់មកដល់គ្រាលោកយូហានហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះនោះគឺលោកនេះហើយ
ជាលោកអេលីយ៉ាដែលត្រូវមកអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះបាទគឺព្រះយេស៊ូវបានមានបន្ទូលថាចាប់តាំងពីគ្រាលោកយូហានមានមនុស្សជាច្រើនដែលខំប្រឹងចាប់បានឋានសួគ៌មែនទេបងប្អូនគឺចាប់តាំងពីគ្រាលោកយូហានគឺមានមនុស្សជាច្រើនដែលខំប្រឹងចាប់បានឋានសួគ៌ហើយបានពិតមែនទេតែមនុស្សបែបណាដែលអាចទៅឯនគរឋានសួគ៌បានគឺជាមនុស្សដែលបានដឹងថាព្រះយេស៊ូវបានដោះបាបខ្ញុំហើយទ្រង់រៀបចំនគរឋានសួគ៌សម្រាប់មនុស្សសុចរិតអាមែនដើម្បីឲ្យមនុស្សយើងបានសុចរិតព្រះយេស៊ូវយើងមកឯផែនដីនេះដើម្បីទទួលអស់ទាំងបាបរបស់មនុស្សយើងឲ្យមនុស្សយើងបានរស់នៅក្នុងសេចក្តីសុចរិតមិនមែនឲ្យបងប្អូននិងខ្ញុំរស់នៅក្នុងបាបទៀតទេគឺចំពោះព្រះអង្គគឺទ្រង់បានឲ្យយើងខ្ញុំបានដឹងថាតាមរយៈលោកយូហានគឺជាអ្នកដែលព្រះអង្គបានចាត់ឲ្យមកឲ្យបានកើតមកហើយជាអ្នកដែលរៀបចំផ្លូវចំពោះព្រះអង្គគឺដើម្បីឲ្យមនុស្សយើងប្រែចិត្តមកឯព្រះអង្គវិញមែនទេបងប្អូនចាប់តាំងពីគ្រានោះមានមនុស្សជាច្រើនដែលខំប្រឹងចាប់បានស្ថានសួគ៌ពីព្រោះមនុស្សដែលអាចទៅនគរស្ថានសួគ៌បានមិនមែនដោយខំប្រឹងពឹងអាំងលើការប្រព្រឹត្តរបស់ខ្លួនឯងនោះទេបងប្អូនដូចជាល្ងាចមិញខ្ញុំក៏ស្ដាប់ម៉ោង Good News Special ដែលលោកគ្រូបានអធិប្បាយហើយលោកគ្រូមានប្រសាសន៍ថាមានមនុស្សជាច្រើនដែលគេខំប្រឹងចង់ឲ្យខ្លួនឯងបានសុចរិតចឹងហើយបានជាការជឿព្រះអង្គវាคล้ายទៅជាការលំបាកមែនទេបងប្អូនចង់ឲ្យខ្លួនឯងបានសុចរិតត្រូវតែខំប្រឹងសម្រេចចិត្តខ្លួនឯងមែនទេសេចក្តីសង្គ្រោះតតែខ្ញុំខំប្រឹងធ្វើដែរទើបខ្ញុំបានទៅឋានសួគ៌បងប្អូនអើយសេចក្តីសង្គ្រោះការដែលបងប្អូននិងខ្ញុំរួចពីបាបវាមិនតាក់ទងការដែលបងប្អូននិងខ្ញុំបានធ្វើទេមែនទេបងប្អូនគឺព្រះយេស៊ូវទេតើដែលជាអ្នកដែលត្រូវធ្វើឲ្យបងប្អូនធ្វើឲ្យខ្ញុំមែនទេគឺព្រះយេស៊ូវទេដែលជាអ្នកដែលត្រូវដោះស្រាយការទាំងអស់នេះដោយសារតែមនុស្សយើងជាមនុស្សដែលមិនអាចដោះស្រាយបាបដោយខ្លួនឯងបានជាព្រះយេស៊ូវទ្រង់បានយើងមកឯផែនដីនេះគឺដើម្បីដោះបាបរបស់មនុស្សយើងដើម្បីឲ្យមនុស្សយើងបានសុចរិតបានជាព្រះយេស៊ូវមានបន្ទូលទៅចំពោះយ៉ូហានថាចូលធ្វើម្ដងនេះចុះត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតមែនទេបងប្អូនសេចក្តីសុចរិតសម្រេចគ្រប់ទាំងសេចក្តីសុចរិតពាក្យសុចរិតគឺផ្ទុយនឹងពាក្យទុច្ចរិតដើម្បីឲ្យមនុស្សយើងបានសុចរិតគឺយ៉ូហានត្រូវតែធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវបងប្អូននៅក្នុងព្រះគម្ពីរបុណ្យជ្រមុជគឺនៅក្នុងព្រះយេស៊ូវគឺមានន័យថាស្លាប់មែនទេបងប្អូនគឺបានន័យថាស្លាប់ព្រះយេស៊ូវត្រូវតែស្លាប់ដើម្បីបាបរបស់មនុស្សយើងមែនទេដើម្បីឲ្យមនុស្សទាំងអស់បានសុចរិតគឺព្រះយេស៊ូវត្រូវតែស្លាប់ទ្រង់បានជ្រមុជក្នុងទឹកគឺបានន័យថាស្លាប់ទ្រង់ងើបឡើងពីទឹកបានន័យថាទ្រង់រស់ឡើងវិញបាទបងប្អូនមើលនៅក្នុងគម្ពីររ៉ូមជំពូក6គឺបានបញ្យល់ពីចំណុចនេះមែនទេបាទសូមបងប្អូនមើលរ៉ូមជំពូក6បាទសូមអានចាប់ពីខ3បាទជំពូក6ចាប់ពីខ3ទៅបាទខ្ញុំសូមអានតើអ្នករាល់គ្នាមិនដឹងទេឬអីថាយើងទាំងប៉ុន្មានដែលទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទនោះគឺបានទទួលជ្រមុជក្នុងសេចក្តីសក្ដិនៃទ្រង់ដែរដូច្នេះយើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មីដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញដោយសារសេរីល្អនៃព្រះវរបិតាដែរត្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ក្នុងការដែលជាគំរូពីសេចក្តីសក្ដិរបស់ទ្រង់នោះក៏បានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរដោយដឹងថាសេចក្តីនេះថាមនុស្សចាស់របស់យើងបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយត្បិតអ្នកណាដែលស្លាប់នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយអាមែនបងប្អូនក្នុងគម្ពីររ៉ូមជំពូក6គឺបានពន្យល់អំពី
បុណ្យជ្រមុជនៅក្នុងព្រះយេស៊ូវបងប្អូនបានទទួលបុណ្យជ្រមុជនៅក្នុងព្រះយេស៊ូវហើយនៅមានបងប្អូនណាដែលអត់ទាន់បានទទួលបុណ្យជ្រមុជទឹកទេដោយនៅព្រះនាមព្រះវរបិតាព្រះរាជវត្រាព្រះវិញ្ញាណបរិសុទ្ធទេបាទបានទទួលទាំងអស់គ្នាហើយមែនទេបាទអញ្ចឹងយើងខ្ញុំដែលបានធ្វើបុណ្យជ្រមុជនៅក្នុងព្រះយេស៊ូវគ្រីស្ទគឺមានន័យថាយើងខ្ញុំក៏បានស្លាប់ជាមួយនឹងទ្រង់មែនទេបងប្អូនព្រះយេស៊ូវទ្រង់ទុកជាគំរូសម្រាប់យើងព្រះអង្គជ្រមុជដើម្បីអីគឺដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិតដើម្បីឲ្យបងប្អូនដើម្បីឲ្យខ្ញុំបានសុចរិតទ្រង់បានសុគតទ្រង់បានស្លាប់ដើម្បីឲ្យយើងខ្ញុំបានសុចរិតនោះគឺព្រះយេស៊ូវទ្រង់ជាអ្នកធ្វើមិនមែនបងប្អូននិងខ្ញុំជាអ្នកធ្វើទេមែនទេចឹងបានជានៅក្នុងខទី6សរសេរថាដោយដឹងសេចក្តីនេះថាមនុស្សចាស់របស់យើងបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយដើម្បីឲ្យតួអំពើបាបត្រូវសូន្យបាត់ទៅប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយត្បិតអ្នកណាដែលស្លាប់នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយអ្នកណាដែលស្លាប់នោះបានរាប់ជាសុចរិតរួចពីបាបហើយបងប្អូនយើងខ្ញុំដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវយើងជឿថាយើងខ្ញុំក៏បានស្លាប់មែនទេដូចជាសាវកពលធ្វើបន្តថាខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតទេគឺជាព្រះគ្រីស្ទដែលទ្រង់រស់នៅក្នុងខ្ញុំអញ្ចឹងពេលដែលបងប្អូនគិតអំពីព្រះបន្ទូលព្រះបានបង្ហាញចំពោះយើងខ្ញុំចាប់តាំងពីគ្រាលោកយូហានដែលបានប្រកាសប្រាប់អំពីដំណឹងល្អនេះមែនទេបងប្អូនគឺមានមនុស្សជាច្រើនដែលខំប្រឹងចាប់បានឋានសួគ៌គឺខំប្រឹងធ្វើអីគឺជឿចំពោះព្រះយេស៊ូវអាមែនបើសិនជាមិនជឿព្រះយេស៊ូវទេបងប្អូននៅសម័យនោះពេលដែលជឿចំពោះព្រះយេស៊ូវពួកសាសយូដាពួកអ៊ីស្រាអែលគេបៀតបៀនចំពោះអ្នកដែលជឿព្រះអង្គមែនទេបងប្អូនគេធ្វើទុកចំពោះអ្នកដែលជឿចំពោះព្រះយេស៊ូវគេចង់សម្លាប់ពួកអ្នកដែលជឿចំពោះព្រះយេស៊ូវចឹងបានជាពេលដែលបងប្អូនអាននៅក្នុងគម្ពីរកិច្ចការយើងបានឃើញថាពួកអ្នកដែលបានគោរពប្រតិបត្តិចំពោះព្រះអង្គនៅសម័យនោះពិតជាជួបការលំបាកសេចក្តីវេទនាការបៀតបៀនជាខ្លាំងណាស់មែនទេបាទអ្នកខ្លះត្រូវសម្លាប់ដោយកាត់កអ្នកខ្លះត្រូវសម្លាប់ដោយឆ្កាងនឹងឈើចឹងទៅបាទពេលដែលយើងគិតមើលអំពីនៅសម័យនោះអ្នកដែលជឿចំពោះព្រះអង្គមួយពិតជាជួបការលំបាកជាច្រើនតែព្រះគម្ពីរបានសរសេរថាអ្នកដែលកាន់ខ្ជាប់ដល់រាបដល់ចុងបំផុតអ្នកនោះបានសង្គ្រោះមែនទេបងប្អូនអើយចំពោះយើងខ្ញុំទោះបីជាបងប្អូននិងខ្ញុំមិនបានឃើញការដែលព្រះអង្គបានសគត់នៅលើជ័យឆ្កាងដោយផ្ទាល់ភ្នែករបស់បងប្អូនភ្នែកខ្ញុំក៏ដោយមែនទេប៉ុន្តែទ្រង់បានសរសេរព្រះគម្ពីរទុកដើម្បីឲ្យបងប្អូននិងខ្ញុំបានដឹងថាព្រះយេស៊ូវពិតជាបានសគត់នៅលើជ័យឆ្កាងដោយព្រោះបាបរបស់យើងខ្ញុំពិតប្រាកដមែនដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិតព្រះយេស៊ូវទ្រង់បានយកមកឲ្យយូហានគឺជាអ្នកដែលធ្វើបុណ្យជ្រមុជនេះដើម្បីឲ្យព្រះអង្គសគត់យូហានត្រូវធ្វើដើម្បីឲ្យមនុស្សជាច្រើនបានដឹងថាព្រះយេស៊ូវយាងមកដើម្បីដោះបាបរបស់មនុស្សយើងហើយបើតាមព្រះគម្ពីរគឺយើងខ្ញុំបានឃើញថាលោកយូហានគឺជាមនុស្សម្នាក់ដែលព្រះអង្គចាត់ឲ្យមកនោះគឺតាមព្រះគម្ពីរដូចជានៅក្នុងគម្ពីរបានសរសេរនៅក្នុងគម្ពីរម៉ាឡាគីមើលបងប្អូននៅក្នុងជំពូក4ខ្ញុំសូមអាននៅក្នុងខទី4ខ5ខ6បាទចូលនឹកចាំពីក្រឹតវិន័យរបស់លោកម៉ូសេជាអ្នកបម្រើអញដែលអញបានបង្គាប់ដល់លោកនៅលើភ្នំហោរ៉ែបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នាគឺអស់ទាំងក្រឹតក្រមនិងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះមើលមុនថ្ងៃមើលមុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់នោះអញនឹងចាត់អេលីយ៉ាឲ្យមកឯឯងរាល់គ្នាលោកនឹងបង្វែរចិត្តពួកឪពុកមកឯកូននិងចិត្តកូនមកឯឪពុកវិញក្រែងអញមកវាយផែនដីដោយសេចក្តីបណ្ដាសាបាទអញ្ចឹងបើមើលនៅក្នុងគម្ពីរសញ្ញាចាស់ដែលម៉ាឡាគីបានសរសេរគឺតាមដែលក្រឹតវិន័យរបស់លោកម៉ូសេគឺបានទីទុកថាព្រះអង្គចាត់អេលីយ៉ាឲ្យមកមែនទេមុនសេចក្តីក្រោធរបស់ព្រះអង្គមុនព្រះអង្គបំផ្លាញគឺទ្រង់ចាត់ឲ្យអេលីយ៉ាមកដើម្បីអ្វីបង្វែរចិត្ត
ពួកកូនមកឲ្យឪពុកវិញមែនទេបាទអញ្ចឹងនៅក្នុងគម្ពីរបងប្អូនអានមិនឃើញហើយថាតើអ្នកណាជាលោកយូហានដែលព្រះអង្គចាត់ឲ្យតើអ្នកណាជាលោកអេលីយ៉ាលោកយូហានមែនទេបាទព្រះអង្គបានឲ្យលោកយូហានកើតមកនោះគឺជាអេលីយ៉ានោះឯងបងប្អូនក្នុងព្រះគម្ពីរទ្រង់បានលើកអេលីយ៉ាឡើងទៅឯស្ថានសួគ៌ទាំងរស់មែនទេមែនទេបាទពេលបងប្អូនអានព្រះគម្ពីរទ្រង់បានលើកអេលីយ៉ាទៅឯស្ថានសួគ៌មែនថាក្នុងព្រះハតីព្រះអង្គទ្រង់មានផែនការទុកជាមុនមែនទេបានជាទ្រង់លើកអេលីយ៉ាទៅឯស្ថានសួគ៌បាទពេលនោះអេលីសេដែលហោរាអេលីសេដែលជាសិស្សមែនទេអត់ចង់ឲ្យអេលីយ៉ាទៅទេដើរតាមរហូតមែនអត់បងប្អូនតែព្រះអង្គសពព្រះハតីលើកអេលីយ៉ាទៅចឹងក្នុងព្រះハតីរបស់ព្រះវរបិតាគឺទ្រង់សពព្រះハតីចាត់លោកយូហានអេលីយ៉ាឲ្យមកគឺដើម្បីអីដើម្បីរៀបចំផ្លូវចំពោះព្រះយេស៊ូវដើម្បីជួយសង្គ្រោះជីវិតរបស់មនុស្សយើងបងប្អូននៅក្នុងព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់លាស់យ៉ាងនេះមែនទេមែនទេបងប្អូនសូមត្រឡប់មកវិញមើលនៅក្នុងម៉ាថាយដែលយើងអានមិញជំពូក11ខ13ខ14ហើយខ13ខ14 15បាទពីព្រោះអស់ទាំងហោរានិងក្រឹតវិន័យបានទាយដរាបមកដល់គ្រាលោកយូហានហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះនោះគឺលោកនេះហើយជាលោកអេលីយ៉ាដែលត្រូវមកអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះទាំងក្នុងគម្ពីរកំពុងតែព្រះយេស៊ូវកំពុងតែធ្វើបន្តថាលោកយូហានគឺជាអេលីយ៉ាដែលត្រូវមកមែនទេអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះបងប្អូនអើយនៅក្នុងការជឿចំពោះព្រះអង្គគឺមិនមែនបងប្អូននិងខ្ញុំត្រូវខំប្រឹងនោះទេគឺយើងខ្ញុំគ្រាន់តែទទួលព្រះបន្ទូលព្រះអង្គដោយសេចក្តីជំនឿតែប៉ុណ្ណោះទេមែនទេបងប្អូនទោះបីជាយើងខ្ញុំរស់នៅមានពេលដែលយើងខ្ញុំជួបការលំបាកប៉ុន្តែក្នុងការលំបាកនោះសូមឲ្យបងប្អូននិងខ្ញុំបានគិតពីព្រះបន្ទូលអាមែនបើមិនច្បាស់លាស់សួរអ្នកបម្រើព្រះអង្គមែនទេទោះជាយូហានពេលដែលគាត់ជាប់គុកគាត់ចាប់ផ្ដើមមានចិត្តសង្ស័យមែនទេគាត់ចាត់សិស្សគាត់2នាក់ឲ្យទៅជួបព្រះយេស៊ូវសួរថាតើទ្រង់គឺជាព្រះគ្រីស្ទដែលត្រូវយើងមកពិតមែនឬឲ្យយើងត្រូវរងចាំមួយអង្គទៀតព្រះយេស៊ូវមានបន្ទូលទៅសិស្ស2នាក់ថាឲ្យយូហានមើលមែនទេបងប្អូនមានទីសម្គាល់កាត់ឡើងមនុស្សស្លាប់ក៏បានរស់ឡើងវិញមនុស្សខ្វាក់ក៏បានភ្លឺភ្នែកមនុស្សកោថ្លង់ក៏បានស្ដាប់ឮមែនទេមនុស្សខ្វិនក៏បានដើររួចបងប្អូនតើមនុស្សយើងអាចធ្វើការនឹងបានទេអាចធ្វើបានទេមនុស្សខ្វិនធ្វើឲ្យដើររួចមនុស្សស្លាប់ឲ្យធ្វើឲ្យរស់ឡើងវិញធ្វើបានទេអត់បានទេបងប្អូនគឺមានតែព្រះអង្គទេដែលទ្រង់អាចធ្វើការយ៉ាងនេះបានគឺព្រះអង្គបានមានបន្ទូលចំពោះសិស្សទាំង2នាក់ឲ្យទៅប្រាប់ចំពោះយូហានមែនទេកុំឲ្យមានចិត្តសង្ស័យចំពោះព្រះអង្គថាទ្រង់គឺជាព្រះគ្រីស្ទពិតមែនដែលត្រូវយើងមកទ្រង់គឺជាព្រះដែលយើងមកដើម្បីដោះបាបរបស់មនុស្សលោកពិតមែនអាមែនទេបងប្អូនសូមឲ្យក្នុងចិត្តរបស់យើងខ្ញុំទាំងឈរនៅក្នុងសេចក្តីជំនឿបើក្នុងចិត្តសង្ស័យជួបអ្នកបម្រើព្រះអង្គមែនទេលោកគ្រូខ្ញុំមានចិត្តយ៉ាងនេះតើចិត្តយ៉ាងនេះយ៉ាងម៉េចទៅបើមិនច្បាស់លាស់ពីសេចក្តីសង្គ្រោះសូមបងប្អូនជួបជាមួយនឹងអ្នកបម្រើព្រះអង្គឬក៏បងប្អូនដែលចេះពន្យល់ព្រះបន្ទូលដោយច្បាស់លាស់ពីសេចក្តីសង្គ្រោះស្ដាប់ទៀតមែនទេបងប្អូនធ្វើយ៉ាងនេះទៅក្នុងចិត្តបងប្អូនទាំងឈរនៅក្នុងព្រះអង្គបានទោះបីជាជីវិតរបស់យើងខ្ញុំត្រូវចាក់ចេញពីលោកីយ៍នេះទៅក៏ដោយតែយើងខ្ញុំមានកន្លែងដែលព្រះអង្គរៀបចំទុកឲ្យអាមែនសូមមើលមួយកន្លែងទៀតខ្ញុំក្រោយមកបញ្ចប់ទៅបន្ថតទី2ជំពូក5ទំព័រ1496អញ្ចឹងបងប្អូនឃើញហើយសូមអានជាមួយគ្នា
ពីព្រោះយើងខ្ញុំដឹងថាបើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំនៅផែនដីនេះត្រូវបំផ្លាញវេលាណានោះយើងខ្ញុំមានវិមានមួយដែលមកពីព្រះមិនមែនធ្វើនឹងដៃទេគឺនៅស្ថានសួគ៌វិញជាវិមានដ៏នៅអស់កលជានិច្ចត្បិតនៅក្នុងត្រសាលនេះយើងខ្ញុំតែងតែធ្ងោដោយសង្វាតនិងចង់ប្រដាប់ខ្លួនដោយទីលំនៅរបស់យើងខ្ញុំជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់តែឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយត្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះយើងខ្ញុំធ្ងោមែនដោយមានបន្ទុកយ៉ាងធ្ងន់ពីព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេគឺចង់តែស្លៀកពាក់វិញដើម្បីឲ្យជីវិតបានលេបរបស់ដែលតែងតែស្លាប់ឲ្យបាត់ទៅនោះរីឯអ្នកដែលបានបង្កើតយើងខ្ញុំសម្រាប់ការនោះឯងជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងខ្ញុំដែរអាមែនបងប្អូននៅក្នុងព្រះបន្ទូលនៅកូរិនថូសទី2ចំពុក5នេះគឺសាវកប៉ុលបានបង្ហាញថាពីព្រោះយើងខ្ញុំដឹងថាបើត្រសាលដែលជាទីរំនៅរបស់យើងខ្ញុំនៅផែនដីនេះត្រូវបំផ្លាញវេលាណានោះយើងខ្ញុំមានវិមានមួយដែលមកពីព្រះមិនមែនធ្វើនឹងដៃទេគឺនៅស្ថានសួគ៌វិញជាវិមានដ៏នៅអស់កលជានិច្ចត្រសាលចង់និយាយអំពីអ្វីបងប្អូនសម្បកកាយយើងនេះមែនទេវាជាត្រសាលសម្រាប់ប្រលឹងរបស់យើងកំពុងតែវារស់នៅនឹងមែនទេតែមានមួយថ្ងៃព្រលឹងវិញ្ញាណរបស់យើងនៅក្នុងនឹងទៀតទេអត់ទេថ្ងៃណាដែលព្រលឹងរបស់យើងចាក់ចេញទៅគឺយើងមានវិមានមួយដែលនៅស្ថានសួគ៌បងប្អូនពេលដែលយើងរស់នៅជួបបញ្ហាការលំបាកពេលខ្លះយើងកើតមានជំងឺយើងភ័យខ្លាចស្លាប់មែនទេឬបងប្អូនអត់ភ័យទេបងប្អូនណាអត់ភ័យខ្លាចចំពោះសេចក្តីស្លាប់អត់ភ័យទេបាទពេលកើតមានចិត្តឈឺអូយតិចខ្ញុំស្លាប់ដោយសារជាមួយនឹងទៅមែនបាទតែបងប្អូនយើងខ្ញុំជាមនុស្សមានភាពកំសោយពេលខ្លះយើងខ្ញុំមានចិត្តភ័យខ្លាចមែនទេចំពោះសេចក្តីស្លាប់ប៉ុន្តែបងប្អូនត្រូវដឹងថាទោះបីយើងខ្ញុំដែលលាចាកលោកីនេះទៅតែយើងមានវិមានមួយដែលព្រះអង្គបានរៀបចំឲ្យគឺជាស្ថានសួគ៌អ្នកណាដែលអាចទៅស្ថានសួគ៌បានគឺជាអ្នកដែលជឿថាព្រះយេស៊ូវគ្រីស្ទពិតជាបានសគត់នៅលើជើងឆ្កាងដោយព្រោះបាបខ្ញុំព្រះយេស៊ូវទ្រង់បានដោះបាបខ្ញុំហើយខ្ញុំគ្មានបាបទៀតទេអាមែនទេបងប្អូនបាទចឹងការអធិប្បាយព្រះបន្ទូលនៅព្រឹកនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះបាទសូមអធិដ្ឋានអរព្រះគុណដល់ព្រះវរបិតាដែលទ្រង់បានប្រទានពរដល់ទូបង្គំយើងខ្ញុំទាំងអស់គ្នានៅព្រឹកនេះគឺឲ្យទូបង្គំយើងខ្ញុំបានជួបប្រជុំគ្នាដើម្បីនឹងស្ដាប់ព្រះបន្ទូលរបស់ទ្រង់ប្រោយតាមរយៈព្រះបន្ទូលរបស់ទ្រង់ទ្រង់បានបង្រៀនឲ្យយើងខ្ញុំបានដឹងថាទ្រង់គឺជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះពិតមែនទ្រង់បានយាងមកក្នុងលោកីយ៍នេះដើម្បីដោះបាបរបស់យើងខ្ញុំទ្រង់បានសគត់នៅលើឈើឆ្កាងដើម្បីឲ្យទូបង្គំយើងខ្ញុំបានសុចរិតនៅចំពោះព្រះអង្គប្រងឲ្យពេលដែលទូបង្គំគិតពីព្រះបន្ទូលទ្រង់ធ្វើឲ្យចិត្តរបស់ទូបង្គំយើងខ្ញុំកើតមានកម្លាំងកើតមានក្តីសង្ឃឹមនៅចំពោះទ្រង់ប៉ុន្តែព្រះអង្គអើយនៅពេលខ្លះជីវិតរបស់យើងខ្ញុំរស់នៅក្នុងការជឿចំពោះព្រះអង្គក៏ដោយពេលដែលយើងខ្ញុំមានបញ្ហាការលំបាកកើតឡើងពេលខ្លះចិត្តរបស់យើងខ្ញុំក៏មានចិត្តដែលសង្ស័យចំពោះព្រះអង្គដូចជាចំពោះលោកយូហានផងដែរតែព្រះអង្គឲ្យអរព្រះគុណទ្រង់ណាស់ដែលទូបង្គំយើងខ្ញុំអាចរស់នៅក្នុងពួកជំនុំបរិសុទ្ធហើយមានអ្នកបម្រើព្រះអង្គតែងតែបង្ហាញព្រះបន្ទូលមួយដល់យើងខ្ញុំដើម្បីឲ្យទូបង្គំយើងខ្ញុំជឿទុកចិត្តចំពោះព្រះអង្គពិតជាអរព្រះគុណចំពោះទ្រង់ណាស់ព្រះអង្គសូមទ្រង់ប្រទានពរដល់បងប្អូនយើងខ្ញុំទាំងអស់គ្នាដែលបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គនៅព្រឹកនេះសូមឲ្យព្រះបន្ទូលនោះបានធ្វើការក្នុងចិត្តបងប្អូនម្នាក់ៗផងដែរជាពិសេសសូមព្រះអង្គបានប្រើប្រាស់យើងខ្ញុំបើកមាត់យើងខ្ញុំក្នុងការផ្សព្វផ្សាយដំណឹងល្អដល់បងប្អូនខ្មែរជាច្រើនដែលមិនទាន់ឮពីដំណឹងល្អពីសេចក្តីសង្គ្រោះរបស់ទ្រង់ព្រះអម្ចាស់នៃទូបង្គំសូមទ្រង់ផ្ដល់ព្រះគុណចំពោះយើងខ្ញុំផងព្រះអម្ចាស់នៃទូបង្គំអើយសូមទ្រង់ក៏ផ្ដល់ព្រះគុណឲ្យយើងខ្ញុំបានរស់នៅមានចិត្តរួមជាមួយនឹងព្រះハតីព្រះអង្គឲ្យយើងខ្ញុំរស់នៅសម្រាប់តែដំណឹងល្អរបស់ទ្រង់ផងនៅមកនៃទូបង្គំអព្រះគុណចំពោះទ្រង់និងសរសើរដំកើងព្រះអង្គអធិដ្ឋានសូមនៅព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន